ត្រីជាន់ខ្ពស់ផ្នែកយោធាកម្ពុជាបានចេញបទបញ្ជាឲ្យកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនវាយបកប្រឆាំងការឈ្លានពានរបស់ភីគីថៃវិញក្រោយនាយករដ្ឋមន្ត្រីថៃគម្រាមប្រើប្រាស់កម្លាំងវាយលុកយកទីតាំងដល់មួយចំណុចផ្សេងទៀតដើម្បីឈានទៅកាន់កាប់អគ្គមេបញ្ជាការជាន់ខ្ពស់កម្ពុជាលោកហ៊ុនសែននៅព្រឹកថ្ងៃទី9ខែធ្នូបានចេញបទបញ្ជាបន្ទាន់មួយភ្លាមដោយបើកផ្លូវយោធាកម្ពុជាបើកការវាយប្រហារទៅលើគូសត្រូវវិញក្រោយថៃបានបន្តវាយមិនឈប់បញ្ឈររហូតដល់ថ្ងៃអង្គារនេះនៅលើបណ្ដាញសង្គម Facebook ប្រធានព្រឹទ្ធសភានិងជាអគ្គមេបញ្ជាការជាន់ខ្ពស់កម្ពុជាបង្ហាញប្រតិកម្មក្នុងការប្រើប្រាស់អាវុធប្រឆាំងការឈ្លានពានរបស់ភីគីថៃនៅបន្ទាប់ពីកម្ពុជាមិនអាចរក្សាការអត់ធ្មត់បានតទៅទៀតតាមអ្វីដែលកម្ពុជាចាត់ទុកថាมันមានភាពចាំបាច់ក្នុងការអត់ធ្មត់បានតទៅទៀតនេះក្រោយពីលោកអនុធិនដែលជានាយករដ្ឋមន្ត្រីថៃបានប្រកាសវាយយកទីតាំងដល់មួយចំណុចថ្មីទៀតដែលប្រធានព្រឹទ្ធសភាអះអាងថាការប៉ុនប៉ងដណ្ដើមយកទីតាំងបន្ថែមទៀតនេះមិនដឹងនៅចំណុចណាខ្លះហេតុនេះគ្រប់កងឯកភាពកម្ពុជាដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនត្រូវតែបើកការវាយលុកត្រឡប់ទៅវិញដើម្បីការពារខ្លួននឹងដែនអធិបតេយ្យភាពកម្ពុជាការប្រកាសបើកផ្លូវយោធាកម្ពុជាឈានទៅប្រើប្រាស់អាវុធគ្រប់គោលដៅនៅពេលនេះក្រោយពីភីគីទាំងពីរធ្លាប់បានយល់ព្រមតាមរយៈសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់នៅម៉ាឡេស៊ីកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលការដោះសាររដ្ឋអាមេរិកដើរតួនាទីជាអ្នកសម្របសម្រួលក៏ប៉ុន្តែគេសង្កេតឃើញថាចាប់តាំងពីមានកិច្ចព្រមព្រៀងនេះរួចមកភីគីថៃមិនដែលនៅស្ងៀមម្ដងណានោះឡើយនរណាក៏ដឹងដែរថាក្រមយោធាថៃតែបង្កើតព្រឹត្តិការណ៍មិនចប់មិនហើយនៅតាមខ្សែបន្ទាត់ព្រំដែនតាមរយៈការរាយបណ្ដាលួសដាក់គ្រាប់មីននិងបណ្ដេញជនស៊ីវិលកម្ពុជាចេញពីភូមិឋានរួចហើយចោទប្រកាន់ថាភីគីកម្ពុជាជាអ្នករំលោភទៅលើកិច្ចព្រមព្រៀងជាអន្តរជាតិនិងបង្កចំនួនទៅវិញបើទោះជាបែបនេះក្តីរដ្ឋាភិបាលកម្ពុជានៅតែបន្តរក្សាភាពអត់ធ្មត់ដោយឈរលើគោលការណ៍ព្រំដែនមានសន្តិភាពហើយការផ្ទុះអាវុធជាលក្ខណៈឯកតោភីគីរបស់ក្រមយោធាថៃនៅពេលនេះទៀតមិនមែនជាលើកទី1នោះទេក្រោយពីភីគីទាំងពីរព្រមទទួលយកបទឈប់បាញ់កាលពីជាង1ខែមុននៅឯប្រទេសម៉ាឡេស៊ីដែលជាការចរចាកំពូលចុងក្រោយហើយក្តីក្រមយោធាថៃដែលមានការគាំទ្រពីរដ្ឋាភិបាលទីក្រុងបាងកកផងនោះពួកគេតែងបើកការវាយលុកជាដរាបនិងបង្កហេតុនៅតាមព្រំដែនមិនឈប់ក្នុងបំណងញុះឲ្យកម្ពុជាតបតដោយសភាវុធត្រឡប់ទៅវិញជំវិញស្ថានភាពនៅចំពោះមុខនេះស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបង្ហាញក្តីបារម្ភចំពោះការឡើងកម្ដៅជាថ្មីទៀតរវាងកម្ពុជានិងថៃជំហររបស់រដ្ឋាភិបាលជប៉ុននៅពេលនេះស្របពេលក្រមយោធាថៃបានបើកការវាយប្រហារលើជនស៊ីវិលកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែនឈានចូលដល់ថ្ងៃទី2គិតត្រឹមថ្ងៃទី9ខែធ្នូប្រភពជាច្រើននៅលើបណ្ដាញសង្គមនៅថ្ងៃនេះបានបង្ហាញពីស្នូរកំភ្លើងប្រភេទធុនធ្ងន់និងស្រាលនៅបន្តបាញ់ផ្លោងមិនឈប់នៅឡើយចេញពីទឹកដីថៃរូបភាពជាច្រើនសន្លឹកត្រូវគេចែកចាយនៅថ្ងៃនេះអំពីជនស៊ីវិលកម្ពុជា2នាក់បន្ថែមទៀតត្រូវរងគ្រោះដោយការប្រើប្រាស់ដ្រូនក្នុងពេលធ្វើដំណើរចេញពីតំបន់ជប់កគីក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដើម្បីរត់គេចពីការបាញ់ផ្លោងរបស់ក្រមយោធាថៃតាមរយៈរថយន្តប្រភេទ25កៅអីក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី8ខែធ្នូដោយបង្ហាញថាយោធាកម្ពុជា5នាក់ត្រូវបាត់បង់ជីវិតនិង21នាក់ផ្សេងទៀតរងរបួសខណៈជនស៊ីវិល8នាក់ស្លាប់និង50នាក់ផ្សេងទៀតរងរបួសក្រៅពីនេះពលរដ្ឋជាង 30,000 នាក់ត្រូវបង្ខំចិត្តជម្លៀសរកទីតាំងមានសុវត្ថិភាពយ៉ាងណាគិតត្រឹមថ្ងៃទី9ខែធ្នូគេនៅមិនទាន់មានតួលេខជាផ្លូវការណាមួយទាក់ទិននឹងការស្លាប់និងរងរបួសជនស៊ីវិលនិងយោធាកម្ពុជានៅឡើយទេក្រោយពីថៃបើកការវាយប្រហារជាឯកតោភីគីចាប់តាំងពីថ្ងៃទី8ខែធ្នូ